បន្ទាប់ពីការកាត់ប្លង់ផ្ទេរកម្មសិទ្ធិពីឈ្មោះអ្នកលក់មកឈ្មោះអ្នកទិញរួចហើយតើបងប្អូនបានពិនិត្យឯកសារដែលត្រូវទទួលរួចហើយឬនៅមនុស្សជាច្រើនគិតថាបានប្លង់ឈ្មោះខ្លួនហើយគឺចប់ជាស្ថាពរហើយប៉ុន្តែការពិតយើងគួរតែពិនិត្យឯកសារនិងព័ត៌មានពាក់ព័ន្ធឲ្យបានច្បាស់លាស់សូមជម្រាបសួរបងប្អូនទាំងអស់គ្នាបន្ទាប់ពីយើងបានបំពេញនីតិវិធីផ្ទេរកម្មសិទ្ធិលើអចលនវត្ថុរួចហើយមិនមែនមានន័យថាយើងគ្រាន់តែទទួលប្លង់យកមករក្សាទុកហើយចប់នោះទេយើងគួរពិនិត្យថាតើឯកសារដែលទទួលបាននិងព័ត៌មាននៅលើឯកសារទាំងនោះត្រឹមត្រូវដែរឬទេឯកសារដែលគួរពិនិត្យនិងរក្សាទុករួមមានជាអាចជាទូទៅបន្ទាប់ពីការផ្ទេរកម្មសិទ្ធិរួចរាល់អ្នកទទួលសិទ្ធិគួរពិនិត្យនិងរក្សាទុកឯកសារសំខាន់ៗដែលពាក់ព័ន្ធដូចជាទី1ច្បាប់ដើមនៃបានកម្មសិទ្ធិដែលបានផ្ទេររួចនេះជាឯកសារសំខាន់បំផុតមួយត្រូវពិនិត្យឈ្មោះលេខអត្តសញ្ញាណទីតាំងលេខក្បាលដីទំហំដីនិងព័ត៌មានសំខាន់ផ្សេងទៀតថាតើត្រឹមត្រូវដែរឬទេទី2លិខិតលក់ផ្ដាច់គួររក្សាទុកឯកសារដើមនៃលិខិតលក់ផ្ដាច់ក្នុងការផ្ទេរកម្មសិទ្ធិឯកសារនេះអាចមានសារៈសំខាន់សម្រាប់ការបញ្ជាក់អំពីប្រតិបត្តិការដែលបានធ្វើឡើងទី3បង្កាន់ដៃនិងឯកសារពាក់ព័ន្ធនឹងការបង់ពន្ធកុំភ្លេចរក្សាទុកបង្កាន់ដៃឬឯកសារបញ្ជាក់ការបង់ពន្ធនិងសេវាពាក់ព័ន្ធផ្សេងៗវាអាចជាភស្តុតាងសំខាន់មួយសម្រាប់ប្រតិបត្តិការក្នុងការផ្ទេរកម្មសិទ្ធិនេះទី4ឯកសារច្បាប់ដើមផ្សេងៗដែលពាក់ព័ន្ធប្រសិនបើមានឯកសារច្បាប់ដើមផ្សេងទៀតដែលត្រូវបានប្រគល់ជូនក្នុងដំណើរការលក់ទិញឬផ្ទេរកម្មសិទ្ធិគួររក្សាទុកឲ្យបានល្អនិងមានរបៀបរៀបរយចំណុចសំខាន់គួរចងចាំថាឯកសារដែលត្រូវទទួលអាចខុសគ្នាទៅតាមប្រភេទនៃការផ្ទេរប្រភេទអចលនវត្ថុនិងនីតិវិធីដែលបានអនុវត្តដូច្នេះបន្ទាប់ពីទទួលឯកសាររួចគួរពិនិត្យព័ត៌មានទាំងអស់ឲ្យបានច្បាស់លាស់ប្រសិនបើរកឃើញកំហុសឬព័ត៌មានមិនត្រឹមត្រូវគួរជូនដំណឹងនិងស្នើសុំកែតម្រូវឲ្យបានឆាប់រួចរាល់ក្នុងន័យនេះមិនមែនមានន័យថាក្រោយកាត់ប្លង់ផ្ទេរកម្មសិទ្ធិរួចរាល់ជាស្ថាពរហើយគ្រាន់តែយកប្លង់មករក្សាទុកជាការស្រេចនោះទេត្រូវពិនិត្យឯកសារនិងព័ត៌មានផ្សេងៗឲ្យបានត្រឹមត្រូវផងដែរបើបងប្អូនចង់ដឹងថាក្រោយកាត់ប្លង់រួចតើយើងត្រូវពិនិត្យព័ត៌មានអ្វីខ្លះនៅលើប្លង់សូម comment ខាងក្រោមសុភាព Legal Property ជួយយល់អំពីច្បាប់ដើម្បីការពារសិទ្ធិរបស់អ្នក